ជូនរឿងស្គរមាសអង្គរនៅក្បែរប្រាសាទអង្គរមានភូមិមួយកំពុងជួបគ្រោះរាំងស្ងួតដីស្រែប្រេះបែកក្រហែងហើយប្រជាជនមានការព្រួយបារម្ភតារាមើលទេសភាពនេះដោយចិត្តអាណិតមួយថ្ងៃតារាដើរលេងក្បែរប្រាសាទចាស់ភ្លាមគាត់ឃើញអ្វីមួយភ្លឺនៅក្រោមខ្សាច់វាគឺជាស្គរមាសបុរាណមួយតារាវាយស្គរឡើងសូរស្គរឮយ៉ាងពីរោះសូរស្រទន់ហើយខ្យល់ត្រជាក់ចាប់ផ្ដើមបក់មកភ្លៀងធ្លាក់ចុះពីមេឃស្រាយស្រាវរស់ឡើងវិញប្រជាជនសប្បាយចិត្តយ៉ាងខ្លាំងមេភូមិវណ្ណៈឃើញរឿងទាំងអស់នេះចិត្តគាត់ពោពេញដោយការលោភលន់គាត់ចង់បានស្គរនោះមេភូមិបាំងដកស្គរពីតារាភ្ញាក់ផ្អើលនិងព្រួយចិត្តស្គរមិនភ្លឺទៀតឡើយមេភូមិវណ្ណៈវាយស្គរយ៉ាងខ្លាំងខឹងតែមេឃនៅស្ងៀមស្គរមិនស្ដាប់ចិត្តអ្នកលោភលន់ទេតារាយកស្គរទៅដាក់នៅប្រាសាទវិញព្រះសង្ឃញញឹមដោយក្តីពេញចិត្តស្គរភ្លឺឡើងវិញភ្លៀងធ្លាក់ម្ដងទៀតញាក់ភូមិពោពេញដោយសេចក្តីសុខវណ្ណៈមានការអៀនខ្មាស់ចិត្តល្អនាំមកនូវពរជ័យការលោភលន់មិនអាចនាំសេចក្តីសុខបានទេនេះជាមេរៀនសម្រាប់មនុស្សទាំងអស់គ្នា